ខ្ញុំសូមលើកយក3តួអង្គមកបង្ហាញជូនបងប្អូនបន្តទៀតកាលពីវីដេអូមុនខ្ញុំធ្លាប់បង្ហាញជូនជាច្រើនអង្គហើយឥឡូវ3តួអង្គនេះគឺជារបស់បងប្រុសដដែលបាទដែលខ្ញុំបានជំរាបថាត្រូវមកបន្តវគ្គថ្មីទៀតណាបងប្អូនហើយបងប្រុសក៏ត្រូវមាន2អង្គទៀតដែលត្រូវមកបង្ហាញនៅវីដេអូក្រោយបាទឥឡូវនេះខ្ញុំសូមលើកយកមួយអង្គមកបង្ហាញជូនបងប្អូនគឺអង្គទី1ព្រះឈ្នះមាដែលសាងពីបញ្ញាក្អែកដើមអង្គាបោះថ្ងៃដើមអង្គាបោះបងប្អូនធ្លាប់ស្គាល់ហើយគឺត្រូវច្រើនបងប្អូនណាផ្នែកការពារផ្នែកវិជាបាទនឹងសម្រាប់ដើមអង្គាបោះឯតួអង្គទី2នេះគឺបញ្ញាក្អែកដែលសាងពីដើមវត្តដិតយើងក៏តកតងនឹងការពារនិងបជាដូចគ្នាបាទវត្តដិតគឺត្រូវច្រើនដែរហើយសម្រាប់វត្តដិតនេះកម្រជួបដោយសារដើមជាប្រភេទវត្តបាទយើងគិតថាដើមតូចអញ្ចឹងបញ្ញាក្អែកក៏មិនងាយមកតោងដែរតែដល់យើងបានជួបនេះយើងចាត់ទុកថាជារបស់មួយពិសេសហើយហ្នឹងហើយឥឡូវចូលមកតួអង្គទី3គឺរូបលោកតាឥសីគីណេគឺយើងសាងពីបញ្ញាក្អែកដើមឫស្សីបាទហើយបញ្ញាក្អែកដើមឫស្សីដល់បងប្អូនបានធ្លាប់ដឹងឮហើយថាគឺជាបញ្ញាមួយដែលពិសេសហើយកម្រនឹងជួបដែរហើយក៏ជាបញ្ញាមួយដែលត្រូវដល់ទៅ100គុណ